ក្រុមប្រឹក្សាខេត្តកណ្ដាលបានបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់លើកទី2អាណត្តិទី4នៅស្រុកអង្គស្នួលនៅព្រឹកថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋអាចចូលរួមក្នុងការផ្ដល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាននិងលើកឡើងពីបញ្ហាប្រឈមសម្ដៅរួមគ្នាដោះស្រាយឲ្យមានប្រសិទ្ធភាពខ្ពស់ជាមួយគ្នានេះឯកឧត្តមឈឹមកនសមាជិកក្រុមប្រឹក្សាខេត្តកណ្ដាលបានបញ្ជាក់ថាគោលបំណងសំខាន់នៃវេទិកានេះគឺដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្តក្រុងស្រុកឃុំសង្កាត់ព្រមទាំងបញ្ហាប្រឈមនានាដែលកើតមាននារយៈកាលកន្លងមកពិសេសវេទិកានេះក៏នឹងផ្ដល់នូវឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការបញ្ចេញមតិរបស់ខ្លួនដែលពាក់ព័ន្ធនឹងក្តីកង្វល់សំណូមពរនិងតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋានដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយនិងឆ្លើយតបចំពោះតម្រូវការនិងសំណុំពរដែលបានលើកឡើងថ្លែងនៅក្នុងវេទិកានេះដែរឯកឧត្តមដឹមបូរ៉ាអភិបាលរងខេត្តកណ្ដាលបានគូបញ្ជាក់ថារាល់មតិយោបល់បញ្ហាប្រឈមនិងសំណុំពរដែលបានលើកឡើងក្នុងវេទិកានេះថ្ងៃនេះបើក្នុងករណីដោះស្រាយបានភ្លាមអាជ្ញាធរពាក់ព័ន្ធក៏ដូចជាក្រុមប្រឹក្សាគណៈអភិបាលមន្ទីរពាក់ព័ន្ធនឹងធ្វើការដោះស្រាយជូនហើយប្រសិនបើករណីមិនអាចដោះស្រាយបាននោះអាជ្ញាធរមន្ទីរពាក់ព័ន្ធក្រុមប្រឹក្សានិងគណៈអភិបាលនឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀតដោយមិនទុកបញ្ហានិងសំណុំពរចោលឬគេចវេះពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយសូមជម្រាបថាក្នុងវេទិកានេះទទួលបានសំណើនឹងសំណុំពរពីប្រជាពលរដ្ឋសរុបចំនួន47ស្ទួន3សំណើជាលិខិតចំនួន33ស្មើនឹង35សំណើស្ទួន3សំណើផ្ទាល់មាត់ចំនួន7សំណើស្មើនឹង12សំណើក្នុងនោះសំណើនឹងសំណុំពរក្នុងផ្នែករដ្ឋបាលសន្តិសុខសណ្ដាប់ធ្នាប់សរុបចំនួន4ផ្នែកសេដ្ឋកិច្ចសរុបចំនួន24ផ្នែកសង្គមគិច្ច5និងផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថានបម្រែបម្រួលអាកាសធាតុសរុបចំនួន14ស្ទួន3